សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទបន្ថែមទៀតហ្នឹងហើយនេះគឺជាវីដេអូបន្ទាប់អាចនិយាយបានថាវាជាវីដេអូទី2បន្ទាប់ពីវីដេអូដែលខ្ញុំបានធ្វើដំណើរពីរាជធានីភ្នំពេញមកហើយគ្រាន់តែមកដល់ផ្ទះភ្លាមគឺសម្រាប់បានតែមួយយប់គឺស្អែកឡើងមានការងាររងចាំស្រេចតែម្ដងហើយចំពោះការងារដែលខ្ញុំត្រូវធ្វើនាព្រឹកហ្នឹងគឺខ្ញុំត្រូវជួយប្រក់ដបូលបន្ទប់ទឹកជាមួយនឹងឪពុករបស់ខ្ញុំដោយសារតែបន្ទប់ទឹកយើងហ្នឹងគឺធ្វើហើយរៀងយូរដែរហើយគាត់ថាអត់តមានដបូលអីត្រឹមត្រូវប្រក់អញ្ចឹងណាគឺគាត់គ្រាន់តែដាក់ក្តារដាក់អីដាក់វាពីលើសិនដោយសារគាត់អត់តមានពេលហើយក៏ឆ្លៀតពេលនេះត្រូវនឹងកូនមកពីរាជធានីភ្នំពេញផងកុំឲ្យតនេយើងឆ្លៀតធ្វើឲ្យហើយហ្មងទៅបន្ទាប់ពីយើងបានកាត់បាំងសាច់នៃបន្ទប់ទឹករួចហើយក៏យើងដាក់បាកាសហ្នឹងហើយដើម្បីឲ្យវាមានស្មារតីស្រស់ស្រាយអញ្ចឹងណាអ្នកនរគ្នាដោយសារល្ងាចមិញហ្នឹងគឺដាក់តិចតួចអញ្ចឹងវានៅជាឈឺតិចអញ្ចឹងណាអញ្ចឹងដាក់បាកាសមួយឲ្យវាស្វាងបន្តិចបន្តមកទៀតក៏យើងយកក្តារដែលយើងកាត់នៅខាងមុខផ្ទះមិញយកមកខាងក្រោយដាក់បញ្ឈរនៅគៀនបន្ទប់ទឹកអាហ្នឹងគេហៅបាំងសាច់ណាអ្នកនរគ្នាអាក្តារយើងបាំងគៀនដាក់កុំឲ្យសាច់ទឹកភ្លៀងអញ្ចឹងណាអានេះយើងដាក់ក្រោមដែកហើយអាហ្នឹងគេហៅបាំងសាច់ហើយបន្តមកក៏យើងធ្វើការមើលដេកូលណាល្អគឺអត់ទិញទេដោយសារដេកូលយើងមានស្រាប់អញ្ចឹងតែយើងទុកយូរអញ្ចឹងវារៀងច្រេះប៉ិនហើយហាណាល្អដើម្បីយកមកវាយវាអញ្ចឹងណាបន្តមកទៀតហ្នឹងគឺខ្ញុំធ្វើការឡើងទៅដើម្បីវាយបាំងសាច់បាំងវាយក្តារនឹងភ្ជាប់មកចំហៀងសិនហើយមកចំហៀងទៀតចាំយើងវាយនៅពេលដែលយើងប្រក់ដែកទៅដល់ខាងនោះអញ្ចឹងណាអ្នកនរគ្នាហើយជួនជាឪដើរមកដល់ហើយក៏ខ្ញុំឡើងទៅប្រយទៅហើយឪក៏ថាចាំឪហុចឲ្យឥឡូវខ្លួនឯងឡើងទៅចាំឪហុចតាឲ្យហើយខ្ញុំក៏ឡើងទៅហើយគាត់ហុចឲ្យវាយអញ្ចឹងណាតែដាក់ខាងណាខាងណីអាបាត់សាច់បាត់អីនឹងដាក់ខាងមុខខាងក្រោយអញ្ចឹងទៅពពលមើលតាមនឹងខ្លួនឯងខ្ញុំក៏សេរីលោមើលទៅមើលថាអូខេហើយក៏រៀបចំសម្ភារៈឲ្យលើកមកទៅវាយដេកូជាប់កន្លែងណាអញ្ចឹងណាដាក់បាំងមកឲ្យទឹកវិសាចបើនិយាយកន្លែងវាយដេកូនេះមែនខ្ញុំស្គិញមែនតើស្គិញខ្លាំងមែនតើដោយសារវាពិបាកវាយពេកណាមួយត្រូវនឹងដេកូយើងវាចាស់ទិញមកទុកយូរអញ្ចឹងវាអត់ថ្មីណាតែគ្នាបោកផ្សំជាមួយនឹងក្បាលបថៅយើងវាអត់ស្មើគ្នាល្អផងហើយនឹងមនុស្សសាយកាន់នេះផងអាចថាស្ទើរជំនាញអាចតែខ្វះជំនាញអត់សូវស្ទាត់ជំនាញវាយទៅវាហើយបន្ទាប់មកហ្នឹងគឺយើងបានវាយបានមួយចំហៀងហើយហ្នឹងហើយយើងវាយបានមួយចំហៀងហើយយើងប្របន្តដំណើរមកទិញដែក
ហើយចំនួនដែរដែលខ្ញុំត្រូវប្រក់ហ្នឹងគឺមានចំនួន6ស្លឹកដោយសារតែបន្ទប់ទឹកយើងរៀងទូចដែរទេអញ្ចឹងយើងទិញតែ6ស្លឹកទៅគ្រប់គ្រាន់ហើយអ្នកទាំងអស់គ្នាហើយយើងថែមដូចជាជួរបន្ទាប់ជាមួយនឹងដេកូឆាត់ដែលយើងវាយភ្ជាប់ដៃខាងឈើហ្នឹងគឺមកដល់ផ្ទះមកគឺឲ្យខ្ញុំកំពុងតែញាត់ដេកូជាមួយភ្ជាប់ជាមួយជួរហ្នឹងហើយខ្ញុំក៏ឡើងមកលើតបូលថ្ងៃឡើងមកលើតបូលចាំដេកូគាត់ដោតជាមួយជួរមិញហ្នឹងហើយខ្ញុំយកដែកមកលើមុនអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនៃការប្រក់តបូនៅពេលព្រឹកនេះជាមួយឲ្យខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងទេណាចុងក្រោយសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច react ហើយនឹងចូលទៅ channel YouTube ចុច subscribe ម្នាក់មួយផងណាអរគុណជួបគ្នាវីដេអូក្រោយបាយបាយ